សិនជាអត់មានប្រជាម្ចាស់ក្នុងជីវិតរបស់ខ្ញុំទេខ្ញុំប្រហែលជាកើតស្ទះអារម្មណ៍ស្មោះត្រង់ខ្ញុំអាចកើតស្ទះអារម្មណ៍កំពុងតែមានបបារន្ធុយ៉ាងខ្លាំងសឹងតាមានថ្ងៃខ្លះអត់មានលុយនឹងបងទឹកភ្លើងត្រូវគេបដាច់ទឹកភ្លើងរស់នៅជាមួយការដាច់ទឹកភ្លើងហើយឬក៏ពេលខ្លះត្រូវអត់មានលុយនឹងញ៉ាំអាហារទៀតហើយទិញអាហារឲ្យកូនទៀតពេលខ្លះប្តីប្រពន្ធសុខចិត្តអត់បាយប៉ុន្តែឲ្យតែបាត់កូនញ៉ាំកំពុងមានបបារន្ធុហើយស្រាប់តែខ្ញុំក៏មានវិបត្តិមួយទៀតយ៉ាងធំក៏ចំកូនអូទីសឹមគូបងគាត់អូទីសឹមដូចបងប្អូនខ្លះដែលស្គាល់ខ្ញុំខាងក្រៅគាត់ដឹងថាកូនខ្ញុំពិបាកប៉ុណ្ណាកំពុងមានបបារន្ធុហើយស្រាប់តែមានបញ្ហាទាក់ទងជាមួយនឹងធ្លាក់ខ្លួនឈឺទៀតខ្ញុំត្រូវប្រយុទ្ធចេញពីក្រែជំងឺនឹងហើយការឈឺចាប់ដែលចេញពីជំងឺនឹងគឺលំបាកខ្លាំងមែនតើថ្ងៃណាក៏ជើងនឹងធ្វើຕົកឈឺចាប់គេត្រូវរុកសាច់ខ្ញុំរាល់ថ្ងៃហើយរយៈពេលដែលខ្ញុំអត់អាចដើរអស់រយៈពេលយូរមនុស្សធ្លាប់តែដើរសុកបែរជាត្រូវទៅអង្គុយលើរទេះពិការហើយមិនត្រឹមប៉ុណ្ណឹងអ្វីដែលបាក់ជាងនឹងទៀតគឺនៅតែលើក្រែជំងឺសំបីរត់ទេក៏ជាតិបានទេពីព្រោះជើងខ្ញុំកម្រើអត់កើតនៅពេលដែលកម្រើគឺឈឺជុកចាប់ខ្លាំងមែនតើមករាងកាយរបស់ខ្ញុំគឺឈឺជាមួយគ្នាទោះបីជាគាត់ថារបួសនៅកន្លែងជើងហើយប៉ុន្តែវាឈឺបន្ទុកខ្លួនដោយសារជាមេរោគវាមិនមែនគ្រាន់តែជារបួសដូចជាគ្រោះថ្នាក់ចរាចរណ៍ឬមុតអីទេវាមានមេរោគមួយដែលស៊ីនៅក្នុងសាច់របស់យើងវាស៊ីជារាល់ថ្ងៃរហូតដល់ស៊ីអស់ឆ្អឹងហើយក្រៅវាកាត់6ខែរយៈពេលចុងក្រោយគឺបានកាត់ឆ្អឹងចោលរហូតដល់វាកាត់ពេលចុងក្រោយដែលពេលនៅស្រុកខ្មែរយើងធំដែរនៅពេលលោកសង្ឃហើយជំងឺខ្ញុំនៅតែ50អត់មានពេលណាហេតុតានីទេនៅពេលដែលវាធ្វើទុកឡើងវិញខ្ញុំក្នុងក្រុមគ្រួសារលំបាកខ្លាំងមែនទែនពួកយើងបាននិយាយគ្នានៅក្នុងក្រុមឆាតក្រុមគ្រួសារនៅពេលដែលបងប្អូនលឺអំពីការព្យាបាលនេះវាមានការអស់សង្ឃឹមគឺពួកគ្រប់គ្នាគឺលំបាកចិត្តខ្ញុំក៏បាននិយាយទៅកាន់ក្រុមគ្រួសារថាខ្ញុំអត់ជឿថាព្រះឲ្យខ្ញុំស្លាប់ទេវាគ្រាន់តែយើងត្រូវឆ្លងកាត់ក្នុងការសាកល្បងមួយហ្នឹងហើយខ្ញុំជឿថាព្រះអាចព្យាបាលខ្ញុំបាននៅពេលហ្នឹងក្រុមគ្រួសាររបស់ខ្ញុំបានលុបជង្គង់អធិដ្ឋានជាមួយគ្នាគ្រប់គ្នាបានរួមចិត្តជាមួយអធិដ្ឋានអង្វរព្រះជាម្ចាស់ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យក្នុងជីវិតខ្ញុំឲ្យខ្ញុំអាចព្យាបាលជំងឺមួយនេះបានរហូតដល់ខ្ញុំអាចដើររយៈពេលបាន5-6ខែជាការអស្ចារ្យសម្រាប់ខ្ញុំគិតថាវាអស្ចារ្យពីព្រោះខ្ញុំធ្លាប់តែនៅលើក្រែជំងឺហើយពេលក៏គាត់ថាអត់ហ៊ានទៅនេះទេហើយអំឡុងពេលដែលខ្ញុំមកផ្ទះវិញគឺវាធ្វើទុកឡើងវិញខ្ញុំកម្រងថាទៅវៀតណាមប៉ុន្តែដោយសារយកអត់មានលទ្ធភាពយើងអស់រលីងហើយប៉ុន្តែពេលខ្ញុំចាប់បានព្យាបាលពួកយើងខ្ញុំបានប្រាថ្នាទេនៅពេលខ្ញុំនៅផ្ទះហ្នឹងគឺខ្ញុំបានប្រាថ្នាទៀតទេពីព្រោះវាអត់ work ទៅណាវាកាន់តែធ្វើទុកវាវិវត្តទៅកាន់ផ្ទះម្ដងទៀតប៉ុន្តែអរគុណព្រះជាម្ចាស់ព្រះអង្គបានផ្លាស់ប្ដូរខ្ញុំអត់នឹកស្មានថាខ្ញុំអាចដើរអនុញ្ញាតពេលច្រើនខែ4-5ខែបន្ថែមទៀតរហូតដល់ឥឡូវវាចិត្តគ្រប់ខួបដែលខ្ញុំត្រូវទៅយកបងសម្ងចេញបានថាខ្ញុំត្រូវយ៉ាស់នៅទី7ម្ដងទៀតតែខ្ញុំចង់ប្រាប់ថាមេរោគនេះវាងាប់ហើយដូច្នេះខ្ញុំមានសេរីភាពបានថាវាគ្រាន់តែជារបួសទេវាឡើងមានមេរោគដែលស៊ីសាច់ស៊ីរត់ចាំងៀងទៀតទេខ្ញុំចង់អរគុណទៅកាន់ព្រះអង្គខ្លាំងមែនទែនហើយនឹងអរគុណទៅកាន់ក្រុមជំនុំរបស់ខ្ញុំនិងមិត្តភក្តិមិត្តសម្បត្តិរបស់ខ្ញុំមិនថាក្រុមជំនុំនៅវ៉ៃវ៉ាមមិនថានៅក្រុមជំនុំសេរីភាពបាត់ដំបងពួកគាត់បានស្រឡាញ់ខ្ញុំមែនទែនគាត់នៅតែឲ្យតម្លៃគាត់គុតគង់គាត់លើកទឹកចិត្តគាត់អធិដ្ឋានគាត់គឺជាមនុស្សល្អចាស់ខ្ញុំអត់ដែលមានមិត្តភក្តិណាដែលល្អដូចជាពួកគាត់ទេពួកគាត់គឺជាមិត្តសម្លាញ់ជាបងប្អូននៅក្នុងព្រះអង្គដែលល្អរបស់ខ្ញុំហើយខ្ញុំអរគុណដល់ពួកប្រាជ្ញរបស់ខ្ញុំដែលបានលះបង់ខ្លាំងមែនទែនក្នុងការជួយដំណើរការក្នុងការព្យាបាលកន្លងមកពួកគាត់លះបង់ខ្លាំងមែនទែនហើយប្តីរបស់ខ្ញុំដូចគ្នាគាត់លះបង់ខ្លាំងណាស់គាត់ធ្វើរឿងជាច្រើនគាត់ត្រូវដើរលើសទៅមុនគាត់ធ្វើរឿងដែលមិនអាចទៅរួមជាច្រើនដើម្បីខ្ញុំអរគុណទៅកាន់ពុកម៉ែបងប្អូនរបស់ខ្ញុំទេហើយអ្វីដែលខ្ញុំចង់ផ្ដល់ផ្សាយទៅកាន់ពុកម៉ែបងប្អូនសូមប្រើពេលវេលាដែលមានរស់នៅដែលបងប្អូនអត់ទាន់ឈឺនោះអរគុណព្រះជាម្ចាស់ហើយនឹងធ្វើអ្វីដែលធ្វើសម្រាប់ខ្ញុំខ្ញុំអត់ដឹងថាជីវិតខ្ញុំរស់នៅបានប៉ុណ្ណាទេនៅពេលដែលខ្ញុំធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ណាតែខ្ញុំយល់ថាពេលវេលាក្នុងជីវិតមួយនេះគឺមានតម្លៃខ្ញុំត្រូវការប្រើប្រាស់វាបានត្រឹមត្រូវខ្ញុំមិនអាចទៅធ្វើអ្វីដែលមិនមែនជាអ្វីដែលបងថាហៅឬក៏មិនមែនជាអ្វីដែលព្រះជាម្ចាស់បង្កើតខ្ញុំផែនដីហត់មែនតើកាលណាយើងព្យាយាមទៅធ្វើអ្វីដែលមិនមែនជាការថាហៅឬក៏មិនមែនជាខ្លួនយើងខំធ្វើដូចនេះដូចនោះវាហត់ខ្លាំងប៉ុន្តែជីវិតយើងគ្រប់គ្នាយើងអត់ដឹងថាពេលវេលាណាយើងនឹងចាក់ចេញអ្វីដែលខ្ញុំដឹងគឺខ្ញុំប្រើប្រាស់ពេលវេលាឲ្យមានតម្លៃជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំហើយខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើហើយប្រើជីវិតមួយនេះដូចជាជីវិតចុងក្រោយរបស់ខ្ញុំចឹងខ្ញុំលើកទឹកចិត្តពុកម៉ែបងប្អូនដែលមានជំងឺដូចខ្ញុំកុំអស់សង្ឃឹមព្រះជាម្ចាស់ពិតជាមានពិតមែនហើយព្រះអង្គអាចផ្លាស់ប្ដូរជីវិតខ្ញុំឲ្យព្យាបាលជីវិតខ្ញុំព្រះអង្គក៏អាចព្យាបាលជីវិតបងប្អូនដែរគ្រាន់តែបងប្អូននៅបន្តមានជំនឿទៅកាន់ព្រះអង្គហើយខ្ញុំលើកទឹកចិត្តឲ្យមើលព្រះគម្ពីរយោបក៏មានស្ថានភាពលំបាកជាងឆ្ងាយមែនទែនហើយគាត់អាចឆ្លងកាត់ការនឹងបានបងប្អូនក៏អាចឆ្លងកាត់បានដែរហើយខ្ញុំដឹងថាព្រះជាម្ចាស់ដឹងថាអ្នកទាំងអស់គ្នាមានលទ្ធភាពក្នុងការទ្រទម្ងន់ដែលបានតែបន្ទុកបានបណ្ណាបងដាក់ប៉ុណ្ណឹងបងបានដាក់លើសពីលើកម្លាំងរបស់យើងឯងអរគុណពុកម៉ែបងប្អូនមែនទែន